ជំរាបសួរបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ដំណើររឿងខ្មោចតែចគុណសូមស្វាគមន៍មកកាន់វីដេអូថ្មីជាមួយនឹងសាច់រឿងថ្មីនៅក្នុងថ្ងៃនេះផងដែរសម្រាប់ថ្ងៃនេះគឺខ្ញុំមានសាច់រឿងរហូតដល់2សាច់រឿងសម្រាប់បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាហើយសង្ឃឹមថាសាច់រឿងទាំងពីរនេះបងប្អូនស្ដាប់ទៅទទួលបានអារម្មណ៍ស្តៀងនឹងខ្ញុំព្រោះអីបើនិយាយពីរឿងទី1នេះខ្ញុំអត់ដែលជួបទេតែបើនិយាយពីរឿងខ្មោចចូលជាទូទៅខ្ញុំធ្លាប់ឃើញម្ដងដែរកាលពីប្រហែលជា20ឆ្នាំមុនឬក៏17-18ឆ្នាំមុនតែបើនិយាយពីរឿងគេធ្វើអំពើដើម្បីបជាពពួកព្រាយពពួកខ្មោចដើម្បីឲ្យចូលក្នុងខ្លួនបុគ្គលផ្សេងទៀតដើម្បីយកជីវិតអាហ្នឹងខ្ញុំអត់ដែរជួបទេអញ្ចឹងបើសិនជាមានបងប្អូនប្រិយមិត្តអ្នកស្ដាប់ណាធ្លាប់ជួបធ្លាប់ដឹងធ្លាប់ឃើញពេលដែលបងប្អូននៅក្មេងឬក៏បច្ចុប្បន្នអីបងប្អូនអាចខមមិនប្រាប់ខ្ញុំបានហើយខ្ញុំចង់ដឹងមែនតើថាតើ 100% គឺពិតជាមានមែនឬក៏អត់ព្រោះការចែកម្លែកសាច់រឿងរបស់បងប្អូនប្រិយមិត្តអ្នកស្ដាប់មកខ្ញុំតែងតែប្រាប់ថាខ្ញុំអត់ច្បាស់ឬក៏ខ្ញុំអត់ប្រកាស 100% ទេតើតាហេតុការណ៍នោះខ្ញុំធ្លាប់ជួបខ្លួនឯងអញ្ចឹងថ្ងៃនេះពេលបងប្អូនស្ដាប់ហើយកុំភ្លេចខមមិនប្រាប់ខ្ញុំម្នាក់មួយផងថាយ៉ាងណាអញ្ចឹងដើម្បីកុំឲ្យបងប្អូនរងចាំនៅសាច់រឿងយូរហើយអត់បានសួរសុខទុក្ខទេព្រោះមួយរយៈនេះគឺសុខទុក្ខដូចតែគ្នាទេយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងសម្រាប់សាច់រឿងមួយនេះផងដែរខ្ញុំបានមកពីបងប្រុសម្នាក់មានឈ្មោះថាសារ៉ុំដែលគាត់បានចែករំលែកនៅរឿងរ៉ាវដែលតាក់ទងទៅនឹងគ្រួសាររបស់គាត់ដែលចែករំលែករឿងរ៉ាវដែលបានកើតឡើងលើប្រពន្ធគាត់ផ្ទាល់តែម្ដងដើម្បីឲ្យខ្ញុំបានដំណើរទៅកាន់បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាហើយប្រុងប្រយ័ត្ននិងស្ដាប់ទុកជាការគិតពិចារណាទាំងអស់គ្នាបងសារ៉ុំគាត់បាននិយាយថាកាលកំឡុងឆ្នាំ2010គាត់និងប្រពន្ធក្រោយពេលដែលរកស៊ីធ្វើការនៅភ្នំពេញនេះបានធូរធារមានលុយមានកាក់សំល្មមនឹងគ្រប់គ្រាន់ហើយក៏គិតថានឹងឈប់នៅភ្នំពេញដើម្បីត្រឡប់ទៅនៅស្រុកជុំកូនវិញហើយគាត់មានកូនប្រុសស្រីចំនួន2នាក់ប្រុសមួយស្រីមួយហើយពេលដែលគាត់ខំប្រឹងរកលុយធ្វើការនៅភ្នំពេញនឹងជាង10ឆ្នាំគាត់ក៏ទទួលបាននៅសមិទ្ធផលដូចជាការទិញដីការសាងសង់ផ្ទះដែលជាប្រភេទផ្ទះឈើ2ខ្នងដែលសង់ខ្ពស់ផុតពីដីដែលជាទូទៅបងប្អូនតែងតែឃើញឯផ្ទះបែបខ្មែរចឹងអញ្ចឹងក៏គិតថាពេលដែលគាត់ទៅនៅស្រុកគាត់រកស៊ីតាមលទ្ធភាពដែលអាចរកទៅបានបងស្រីដែលត្រូវជាប្រពន្ធគាត់លក់អីវ៉ាន់ចាប់រួយចឹងទៅហើយគាត់ទៅលក់ការ៉េមឬក៏លក់អីវ៉ាន់ផ្សេងទៀតដែលផ្សារជាលម៉កជាអីដឹកលក់អញ្ចឹងណាល្ងាចឡើងយើងវិលត្រឡប់មកជុំនឹងប្រពន្ធកូនវិញតែដូចគេនិយាយថាបើសិនជារកអ្នកចិត្តខាងត្រូវប្រៀបដូចជារកពេជ្របានមួយដុំអញ្ចឹងតែបើសិនជារកអ្នកចិត្តខាងមិនត្រូវបងប្អូនរស់នៅក្នុងនរកបើសិនជាមិនចាញ់ទេគឺអស់មួយជីវិតអញ្ចឹងបងប្រុសដែលមានឈ្មោះថាសារ៉ុំក៏បាននិយាយថាជាអ្នកស្រុកអ្នកភូមិជាអ្នកដែលរស់នៅក្នុងស្រុកភូមិជាមួយគ្នាតាំងពីដើមមកហើយក៏គាត់មិនដែលគិតថាគេចំណែនឬក៏គេគិតមិនល្អទៅលើគាត់ទេពេលដែលគាត់ទៅទិញផ្ដាច់ដីនោះគ្រួសារហ្នឹងក៏បានមកសួរនាំគាត់ដែរក៏បានមកជួយមើលគាត់ក៏បានមកនិយាយលេងជាមួយគាត់ដែរតែក្រោយពេលដែលមានការសាងសង់លបងបែរទៅជាមានការឆ្លោះប្រកែកគ្នាដោយបងសារ៉ុំក៏បាននិយាយថាគាត់មិនហ៊ានអាកាត់ទេព្រោះគាត់មិនមែនជាម្ចាស់ដីដើមអញ្ចឹងគាត់ឲ្យម្ចាស់ដីដើមគេមកមើលខ្លួនឯងនឹងមានអាជ្ញាធរពាក់ព័ន្ធទាំងអស់គេមកវាស់វែងចុចប្លង់ចុចអីបានគាត់ហ៊ានធ្វើប្លង់អញ្ចឹងបានគាត់ហ៊ានធ្វើលបងអញ្ចឹងពេលដែលអាជ្ញាធរគេមើលច្បាស់លាស់ហើយម្ចាស់ដីដើមគេមើលច្បាស់លាស់ហើយគេក៏បោះបង្គោលនឹងធ្វើបន្ទាត់ឲ្យគាត់បានសាងសង់លបងតែឧទាហរណ៍ថាយើងចំណៃលបងយើងត្រូវសាងសង់នៅចំណុចកណ្ដាលដីគេបន្តិចយើងមិនបន្តិចអញ្ចឹងណាតែបងសារ៉ុំគាត់និយាយថាគាត់ធ្វើចូលដីរបស់គាត់នឹងប្រហែលជាខ្ទង់មួយច្អល់ដៃទៀតបានន័យថាគាត់អត់ធ្វើចំណុចកណ្ដាលទេតែគាត់ថយចូលដីគាត់ប្រហែលជាមួយច្អល់ដៃទៀតហើយគាត់រៀបឥដ្ឋមកខាងគាត់ដែលអត់មានពាក់ព័ន្ធទៅខាង
ដីគេទេអត់មានចូលទេមានតែចូលដីគាត់ហើយគាត់ក៏បានប្រាប់ទៅកាន់ម្ចាស់ដីដូចដែរថាបងខ្ញុំធ្វើលបងនេះដីខ្ញុំហើយខ្ញុំចូលមកប្រហែលជាមកចោលដៃដើម្បីអីដើម្បីកុំឲ្យខុសត្រូវគ្នាតិចតួចអីមានបាបមានបុណ្យអីចឹងណាអញ្ចឹងខ្ញុំធ្វើបែបនេះគាត់ក៏អូខេដែរតែអូខេទាំងដែលមិនសប្បាយចិត្តគាត់ក៏អត់យល់ថាមិនសប្បាយចិត្តដោយសារអីដែរតែនៅពេលដែលគាត់ធ្វើលបងធ្វើអីហើយក៏គាត់មិនបានសង់ផ្ទះភ្លាមដែររហូតដល់ពេលដែលគាត់រលុយបានប្រហែលជា 2-3 ឆ្នាំទៅគាត់ទៅសង់ផ្ទះចាក់ដីចាក់អីចឹងទៅហើយក៏សង់ផ្ទះធម្មតាអីធម្មតាក្រោយមកផ្ទះនោះក៏ទុកចោលប្រហែលជាខ្ទង់ 2-3 ខែតម្រាំតែគាត់មានលទ្ធភាពក្នុងការសូត្រមន្តឡើងផ្ទះហើយបានគាត់ទៅរស់នៅតែម្ដងស្រាប់តែពេលដែលទៅរស់នៅបងប្រុសគាត់គិតថាគេនឹងរាប់អានគាត់ធម្មតាតែនៅពេលដែលនៅចិត្តគ្នាយូរព្យាយាមសួរនាំព្យាយាមនិយាយព្យាយាមរាប់អានគេតែគេអត់រាប់អានគាត់ទេអញ្ចឹងទៅតាមផ្លូវទៅតាមថាកម្មទៅចោះទៅតាមដំណើរទៅចោះបើសិនជាគេមិនចង់រាប់យើងក៏មិនអាចទៅបង្ខំគេដែរហុចសាឡមួយចានបាយមួយចានហុចនំនែកតែបើគេមិនទទួលគេមិនរាប់អានជើងអាហ្នឹងវាជារឿងរបស់គេក្រោយមកគាត់ក៏រស់នៅធម្មតាតែពេលដែលរស់នៅបានប្រហែលជាខ្ទង់មួយឆ្នាំបងសរុបគាត់និយាយថាចេះថាគ្រួសារហ្នឹងចាប់ផ្ដើមប្លែកមែនតើចាប់ផ្ដើមធ្វើសកម្មភាពដែលធ្វើឲ្យគាត់មុនដំបូងអត់ចាប់អារម្មណ៍ទេឲ្យតែពេលយប់ឡើងគឺចុះមកខាងក្រោមហើយគាត់ឮសំឡេងមនុស្សនិយាយគ្នាជួនកាលទៅធំក្លិនធូបជួនកាលទៅឃើញអុចធូបនៅព្រំលបងជួនកាលទៅហ្នឹងឃើញគាត់ហ្នឹងគឺតាមដៀងមើលសង្កេតមើលគាត់អីចឹងណាហើយអ្នកដែលអាសាឃើញសកម្មភាពបែបនេះមិនសូវជាគាត់ទេគឺជាប្រពន្ធរបស់គាត់ដោយសារតែប្រពន្ធគាត់នៅផ្ទះគាត់ទៅលក់ដូររ៉ូស៊ីអញ្ចឹងទៅក្រោយពេលដែលនិយាយគ្នារវាងប្តីនិងប្រពន្ធហើយមិនបានប្រមាណបងសរុបក៏បាននិយាយថាប្រពន្ធរបស់គាត់ចាប់ផ្ដើមចាក់ខ្លួនឈឺដោយអាការៈដំបូងគិតថាជាគ្រុនពោះវៀនជាគ្រុនឈាមឬក៏ជាជំងឺគ្រុនធម្មតាដែលប្រពន្ធគាត់ជានិច្ចកាលតែងតែមានអាការៈចុកឆ្អល់ឬក៏ព្រឺល្ងាដែលប្រពន្ធគាត់កាពះពោះវៀនមិនសូវល្អតែពេលដែលទៅពេទ្យហើយគឺហាក់ដូចជាអត់ធូរគាត់ក៏មករកគ្រូខ្មែរវិញគ្រូខ្មែរក៏ព្យាបាលបានប្រហែលជាខ្ទង់មួយអាទិត្យពីរអាទិត្យក៏ធូររឿងហ្នឹងក៏ទៅហើយមួយសារដល់ពេលក្រោយមកម្សាទៀតបងសរុបគាត់និយាយថាថ្ងៃមួយនោះគឺគាត់មកពីលក់វិញម៉ោងប្រហែលជាម៉ោង 6-7 ល្ងាចប្រពន្ធគាត់អត់និយាយស្ដីរកគាត់សោះរីឯកូនគាត់វិញប្រាប់ថាពុកឯម៉ែតាំងពីថ្ងៃមកគឺគាត់អត់និយាយសំបីតែមួយម៉ាត់ហើយគាត់មានអារម្មណ៍ថាដៀងមើលពួកខ្ញុំរហូតកូនគាត់មានអាយុ 7-8 ឆ្នាំ 10 ឆ្នាំអីគាត់ដឹងអញ្ចឹងណាអញ្ចឹងគាត់ថាម្ដាយនឹងចម្លែកអត់និយាយដល់ពួកគាត់ទេហើយដៀងមើលពួកគាត់រហូតអញ្ចឹងគាត់ក៏ទៅសួរនាំប្រពន្ធនៅតែមិននិយាយរហូតអញ្ចឹងមិនដឹងថាប្រពន្ធនឹងខឹងគាត់រឿងអីទេក៏ធ្វើបាយធ្វើទឹកអីហូបធម្មតាឲ្យប្តីឲ្យកូនហូបអីហើយគាត់ឡើងទៅលើផ្ទះបងសរុបក៏រៀបចំចក្រានជើងឆ្នាំងអីហើយក៏ឲ្យកូនឡើងទៅងូតទឹកងូតអីឡើងទៅសម្រាកទៅចោះគាត់ក៏នៅខាងក្រោមដើម្បីរៀបចំលម៉ករៀបចំឲ្យវាយវ៉ាន់ដើម្បីដាក់ទៅលក់បន្តនៅពេលព្រឹកម៉ោងប្រហែលជាម៉ោង 8 ជាងម៉ោង 9 យប់បងសរុបគាត់និយាយថាគាត់កំពុងតែរៀបចំនៅលម៉កនៅនឹងស្រាប់តែឃើញមនុស្សប្រុសមានធំខ្មៅហើយស្លៀកខោនោះបើតាមតែស្មានឬក៏មើលទៅឃើញមិនច្បាស់ហ្នឹងដូចជាខោប៉ាត់ខោធ្នេ5ហើយឈរដោះអាវឈរនៅមុខផ្ទះរបស់គាត់ហើយមនុស្សហ្នឹងគឺសម្បល់ខ្មៅបើនិយាយទៅគឺរៀងដូចជនជាតិស្បែកខ្មៅអញ្ចឹងឈរដើររ៉ែរហើយក៏បាត់គាត់ក៏រៀបចំរបស់របរគាត់អីហើយក៏ឡើងទៅលើផ្ទះតែឡើងទៅដល់លើផ្ទះគាត់អត់ទាន់ចូលផ្ទះភ្លាមទេគាត់នៅវេរ៉ង់ដាខាងមុខអាកន្លែងហៅណាំងខាងមុខហ្នឹងគាត់បបោសកាវាសិនដើម្បីឲ្យវាស្អាតបាតព្រោះគាត់ខានបបោសកាវាយូរកំពុងតែបបោសកាវាហ្នឹងស្រាប់តែគាត់មើលទៅមុខផ្ទះម្ដងទៀតបងប្អូនស្រាប់តែគាត់ឃើញខ្មោចធំមែនទេខ្មោចហ្នឹងអាចនិយាយបានថាចង់ប្រប៉ិនពីងអងយើងហើយមានតែមួយកណាត់ខ្លួនទេបើនិយាយចេះថាប្រប៉ិនម៉ងសាយទៅចោះមានតែមួយកណាត់ខ្លួនដូចម៉ងសាយអញ្ចឹងគឺកំពុងតែហោះសំកាំងនៅមុខផ្ទះរបស់គាត់ហើយភ្នែកនោះគឺឡើងក្រហមសួរថាពេលហ្នឹងឃើញគាត់ស្រែកអត់ទេព្រោះខ្លាចប្រពន្ធកូនខ្លាចអញ្ចឹងគាត់ឃើញភ្លាមគាត់ចាប់ដើមព្រឺសបល់ខ្ញាក់គាត់ចាប់ផ្ដើមមានអារម្មណ៍ថាថ្លែកអញ្ចឹងគាត់ឃើញ2ដងហើយគាត់ក៏ចូលទៅក្នុងផ្ទះភ្លាមស្រាប់តែពេលដែលចូលទៅដល់ក្នុងផ្ទះប្រពន្ធហ្នឹងឃើញប្រពន្ធហ្នឹងដេកលក់ហើយកូនដេកមុងផ្សេងគ្នាគាត់
នឹងប្រពន្ធគាត់មុងមួយពីរនាក់តែប្រពន្ធហ្នឹងគាត់សម្រានលក់ទៅ10ភួយចិត្តគាត់ក៏ចូលទៅដេកដែរតែដេកទាំងភ័យដេកទាំងញ័រអញ្ចឹងណាស្រាប់តែដេកបានមកភាំងគាត់ក៏មានអារម្មណ៍ថាហាក់ដូចជាភ្លឺបន្តិចអីបន្តិចអញ្ចឹងណាក៏ស្រាប់តែឃើញប្រពន្ធគាត់នឹងងើបតែសក់ក្បាលប្រពន្ធគាត់នឹងឡងកញ្ញាងមូទៅសក់ក្បាលគាត់នឹងឡងបោះកញើងកញ្ញាងមើលទៅឃើញស្មាតោគឺគួរឲ្យខ្លាចអញ្ចឹងណាហើយងើបឈរដើរចេញពីមុខរបស់គាត់ហ្នឹងងើបចេញពីមុខរបស់គាត់ហ្នឹងហើយដើរចេញទៅខាងក្រៅផ្ទះតែពេលប្រពន្ធគាត់បើកទ្វារទៅទ្វារងឹតឆឹងគាត់ក៏ឆ្ងល់ថាអីម៉ោងប្រហែលចេះក៏សវេសវ៉ាមើលទូរស័ព្ទទាញទូរស័ព្ទអា12:8អាអិនចុច7អីហ្នឹងមកមើលម៉ោងទៅម៉ោង1អញ្ចឹងគាត់ក៏ដេកទៅវិញគិតថាប្រពន្ធថែចុះទៅបត់ឯបត់ជើងតែគិតមួយទៀតថាជុំអញល្ងាចមិញអញឃើញខ្មោចឃើញមកកណាត់ខ្លួននៅមុខទេតែប្រពន្ធអញចុះទៅឃើញគិតពីប្រពន្ធអញ្ចឹងណាក៏ស្រាប់តែចុះទៅតាមងើបមកចុះទៅតាមប្រពន្ធខៃលោប្រពន្ធឃើញអីអញ្ចឹងណាចុះមកដល់ខាងក្រោមរកមើលប្រពន្ធមិនឃើញរកមើលក្នុងប្រគុណក៏មិនឃើញរកមើលអាក្រៅប្រគុណក៏មិនឃើញអញ្ចឹងក៏ដើរឡើងមកលើផ្ទះវិញរកប្រពន្ធមិនឃើញទៀតហេមិនចេះវ៉ៃចុះឡើងចុះទៅដីមួយសាទៀតរកមើលប្រពន្ធរកមើលមិនឃើញចំអញមិនចេះបាត់ប្រពន្ធទៅដឹងស្រាប់តែឡើងចុះពីរបីដងអាឡើងចុងក្រោយនឹងទៅដល់លើផ្ទះបងប្អូនគាត់ងើយមើលទៅលើធ្នឹមចេះស្រាប់តែឃើញប្រពន្ធរបស់គាត់កំពុងអង្គុយសដោកជើងនៅលើធ្នឹមផ្ទះប្រពន្ធរបស់គាត់បងស្រីដែលត្រូវជាប្រពន្ធរបស់គាត់នឹងកំពុងអង្គុយសដោកជើងនៅលើធ្នឹមផ្ទះហើយសក់ក្បាលនឹងលោកកញ្ញាអង្គុយយកជើងធម្មតាដូចអង្គុយលេងនៅលើគ្រែអញ្ចឹងដល់ពេលអញ្ចឹងគាត់ថាអូនហេចុះមកទៅអង្គុយក្នុងទៅអីគាត់ធ្វើមិនដឹងអញ្ចឹងបងប្រុសគាត់ក៏មិនដឹងគិតយ៉ាងម៉េចភ័យក៏តេហៅបងថ្លៃមកទាំងយប់ហ្នឹងព្រោះមើលទៅមុខប្រពន្ធហ្នឹងគឺឡើងស្លក់ស្លេកហើយសក់ក្បាលកត្រឹងដែលគាត់មិនដែលឃើញប្រពន្ធគាត់ពីមុនអញ្ចឹងតេហៅម្ដាយក្មេកតេហៅបងថ្លៃមកទាំងយប់ម៉ោង1ម៉ោង2យប់ហ្នឹងមកដល់ក៏នាំគ្នាលើកចុះមកខាងក្រោមមកហើយលើកចុះមកអត់ដឹងអីទៀតតោះតែម្ដាយរបស់គាត់នឹងយកធូបមកអុជនិយាយបែបនចុះឡើងទៅក៏ប្រពន្ធគាត់នឹងយំពេលដែលយំនឹងបានដឹងថាអូប្រហែលជាមុននឹងត្រូវគេចូលឬក៏អីតាមការស្មានអញ្ចឹងណាប្រហែលជាត្រូវគេចូលអញ្ចឹងម្ដាយគាត់បងប្អូនគាត់អីហ្នឹងគឺនៅលើផ្ទះនឹងរហូតដល់ភ្លឺបានសម្រេចយកប្រពន្ធគាត់ទៅជួបគ្រូម្ដងទៀតយកប្រពន្ធគាត់ហ្នឹងទៅជួបគ្រូម្ដងទៀតខៃឡូថាមានគេចូលឬក៏មានគេអីចឹងណាទៅជួបគ្រូម្ដងទៀតគ្រូនឹងថាអត់អីទេប្រហែលជាអាចនឹងគេចូលឬក៏មេបាគេប្រកែប្រកាន់អីចឹងទៅហើយផ្ទះហ្នឹងសង់មានបានឡើងមានបានអីដែរសូត្រមន្តឬក៏ធ្វើពិធីសុំម្ចាស់ទឹកម្ចាស់ដីដែរគឺសុំអស់ហើយអញ្ចឹងណាហើយប្រពន្ធគាត់ពេលហ្នឹងក៏ធម្មតាដូចយើងធម្មតាដែរមិនទៅជាមានអាការៈគួរឲ្យខ្លាចអីទេអញ្ចឹងពេលដែលត្រឡប់មកដល់ផ្ទះវិញក៏ធ្វើការងារផ្ទះធម្មតាតែគាត់ចម្លែកត្រង់ថាអាផ្ទះដែលនៅចិត្តគាត់ហ្នឹងគឺចាប់ផ្ដើមទាំងម៉ែទាំងកូនទាំងឪទាំងគ្រួសារហ្នឹងចាប់ផ្ដើមមើលមកគាត់ចាប់ផ្ដើមមើលទៅប្រពន្ធគាត់ចាប់ផ្ដើមតាមដានសកម្មភាពអញ្ចឹងណាអញ្ចឹងគាត់សង្ស័យគាត់ថាតើមានរឿងអីដែលតាក់ទងទៅនឹងអំពើម្ពាន់ហ្នឹងតែព្រោះអីផ្ទះគាត់នៅមួយរយៈអីគឺអត់មានអីទេហើយបើសិនជាផ្ទះកើតអីបើសិនជាកន្លែងយើងនឹងកើតអីនៅវាអីតាំងពីដំបូងហើយប្រពន្ធគាត់មិនដែលជាមានអាការៈអាខ្មោចអាខ្មាំងអីលោកទេអញ្ចឹងគាត់ក៏វានៅតែក្នុងការសង្ស័យដែរអត់ទាន់ច្បាស់ 100% ដូចគ្នាថាកើតអីទេអញ្ចឹងចាំមើលយប់នឹងម្ដងទៀតថាយ៉ាងម៉េចយប់នឹងគាត់អត់ហ៊ានដេកទេបានន័យថាគាត់មិនដេកទេតែគាត់ព្យាយាមអត់ចង់ដេកឲ្យលក់ទេពួកអីចង់ដឹងថាវាមានរឿងអីទៀតក្រោយពេលដែលទៅជួបគ្រូហើយគ្រូនឹងពាក់អំបោះពាក់ខ្សែពាក់ចំណងពាក់អីហើយថ្ងៃហ្នឹងគាត់អត់បានឃើញអីដែរអញ្ចឹងពេលដែលគាត់ព្យាយាមនៅដល់យប់ជ្រៅទៅម៉ោងប្រហែលជាម៉ោង10កន្លះទៅម៉ោង10តាមគាត់ស្មានគាត់ថាពេលហ្នឹងគាត់ឮសំឡេងហាក់ដូចជាសំឡេង
mình nơi vậy kia tay quạt sập bàn sao hai sầm lấy nó ót lư na ngay thế lư nơi còng tia bỏ quạt nè tay đời xaแต่เตี้ย quạt chia เตี้ยได้กระดอยกระดากระดอยกระดาคือกดมือแต่การกระดามันเคยติเบอร์เซนจีเจิงกระดอยอันเนียบหรือไซยังมือแต่การกระดาเคยแต่เดี๋ยวซากดกระดาก็มือเคยแต่กดลื้อสำเร็จมันนึกใจจังมากำลังไปเดินลื้อสำเร็จมันนึกใจจังมานั่งปะปนกดจับดามปลายปลูช่วยสดามช่วยสดามช่วยสดามตาบางพเนติกดก็จับดามมีอารมณ์จับอารมณ์ได้เลยปะปนกดสำหรับธรรมะสตุก็เคยปะปนกดเงิมกุยมาดองนั่งอันมีกันยังให้เตะคือทั่วมาด่าสลับต่างเงิบกุยบางปอนดังก็เธอมาเจก็เธอเจระเบียบตากวดสำลังช่วยสำลังสดามเฮกบากวดนั่งสังตาสมาโตสังเวลบานคือเวลละสำลังช่วยสำลังสดามสำลังช่วยสำลังสดามให้บองเพราะก็เธอสำรามทอมาด่าแต่กดลุยมือแค่ถัดเด็กลุยมือสลับแต่มือช่วยมือสดามหายกดสูงเงือบโฉขนมมงหนึ่งหายกดซอยมงกดได้จังแต่เลือกนึงอัดได้จังจะกลายตีคือดาวสำได้เตยประตูโกนบ่กดสำได้เตยประตูโกนบ่กดผู้เตี้ยบ่กดมีประตูปีประตูสดามบ่โกนเพราะประตูช่วยบ่โกนใส่จังกดโจเตยประตูโกนเพราะโจเตอร์ประตูโกนเปล่าหางสนามโจเตอร์ดอบัดมาสตูบองเปล่าก็ถ่ายชมโจเตอร์ใจกดก็ได้แต่ตามบองปอนดังไหมเจ๊เปแต่ได้แต่ตามกดเคยแบบปนบอกกดนั่งกับปงตังกุยจะห้องหนึ่งขนมมงโกนกดเขาสำลังมือมกโกนเจ๊เปแต่โกนกับปงอะเด็กนั่งกดกุยจะห้องง้อยสำลังมือมกโกนเปแต่บองเปล่ารุนทวีเตอร์คือกดจับดามสตูเงือบชอขนมมงหนึ่งมเปแต่กดเงือบชอเพลียมนั่งบองเปล่าก็สู้ท่าโจประตูโกนแต่ไอ้จังนะสลับแต่กดดูลึกไปลึกบามลึกเบียบดูเงมงามดังเธอไอ้จังนะบองเปล่าก็จุดใบเพลิงปรับเตอร์กดก็ได้ใจมาขางกลางเขาโจมาได้วิ่งให้บองเปล่าก็เนี่ยสู้ท่าโจแต่ประตูโกนแต่ไอ้ถึงจบนั่งฮะการไอ้ตีได้ก็สู้การไอ้ตีได้อัดใจเราก็อัดตอบเราก็แต่ก็จับได้ไม่อารมณ์ท่าแต่ตีแต่อันแต่ตีแต่จังเรื่องนั้นคือกอดเด็กมั้งกอดสงบใต้กอดดังทับปะปนกอดเด็กอดใบขนองทีเรื่องนี้คือเด็กใบมากกว่าบันไดถ้าเด็กมือกอดเด็กมือมั้งคือเด็กใบพนักมือจังมั้งบองเพราะกอดจับดามเพยแต่กอดเฮียนหมดเลยกอดจับดามเพยให้มีอารมณ์ถ้าเพยคลาดย่อมั้งคลาดปะปนล้วนไอ้กอดก็เงือบกุยให้กอดสู้ถ้าไอ้การไอ้ฮะเอาแต่รอจบไม่เกินจังปะปนก็เธอเด็กเขาจะหาระเบียบแต่ยังสู้ยังไอ้เธอเด็กดับไปให้ดับไปยังเด็กกดบางพนักมือยังจังบองเพราะกดเด็กได้ก็เธอเด็กสลับแต่เด็กต้องลุมาแพงบางพนักมาบัดประปนเถียนลุมาแพงบางพนักมาบัดประปนดาเปจังมาขางกลายเตะอัตนาเตงกุยในเวรังดาหนึ่งไอ้กุยในเลยประกันได้เตะหนึ่งไอ้สมาร์ตโต้ไปให้เจอโลดแต่กดใจหมดตัวนะอัดบานโหลดแต่กดจับเกลียทะเลแต่กราววิ่งแต่ดับเป็นจังบองเพราะกดก็เตะหายมาได้ยังบองทลายกดหมดเตะกระทาเบอร์สันจิตตกในนังอัดกายตีจังพลือนี้ไปให้จีโจแต่เตะกรูนั่งไงผูกเปทั้งไอ้กดทอมาได้ตีแต่เอาแต่ไปยบกึ่งจังสายคือโยปะปนก่อนนั่งแต่เตะกรูนั่งตกในเตะกรูนั่งสายล้างพลือล้างกดโยปะปนบอกกดแต่เตะกรูนั่งครูนึงทากับปะเตยเนี่ยได้ปะเชียขมาวโจนั่งเหมือนขมาวมาโจคนไอ้ติคือเมียนเกปะเชียเวียเปรียบแต่โดยการดับเปอร์จังอะจังเมียนเกปะเชียมาไอ้ขมาวนั่งเขาจะขมาวนั่งฉลาดผู้เวียเมียมาจ้ะจังเวียมันใจแต่โจเตะต่อแต่ยังเพลย์คลูนจังกรูนถัดตกนั่นนังไงตกไอ้กดนั่นนังไงจะมือกดมือเอาบองเพราะกดก็ตลอดแต่เตะวิ่งมาได้กดก็เนื้อปอนทลายกดไอ้นึงช่วยมือปะปนก่อนบองปอนชื่อทายจุบนังก็คือกดอาบานได้ทีมาจุบตัวเพลย์กอนกดรถมาได้มือกดตั้งอ่ะ
គាត់បិទទ្វារបិទអីទាំងអស់ហើយអត់មានខ្យល់ទេតែប្អួចទ្វារអញ្ជាងផ្ទះគាត់អង្គើទាំងអស់ហាក់ដូចជាមានមនុស្សធ្វើដៃធ្វើអញ្ចឹងចាប់តាំងពីម៉ោងមិន10យប់ទៅកូនគាត់ភ័យឡើងញ័រហើយលឺសលេងហាក់ដូចជាសលេងស្រែកសំលេងអារបៀបថាដូចបលាចដល់ពេលអញ្ចឹងកូនគាត់អត់ហ៊ានដេកទេកូនគាត់ភ្ញាក់ទាំងអស់អញ្ចឹងបងប្អូនទាំងអស់គ្នាព្រឹកឡើងគាត់ក៏យកកូនទៅទុកផ្ទះម្ដាយគាត់ហើយគាត់ក៏ចេញទៅមើលប្រពន្ធគាត់នៅផ្ទះគ្រូនោះគាត់និយាយថាក៏ប៉ុន្តែបើតាមអ្វីដែលគាត់ឃើញជប់មិញគាត់មកណាគាត់ថាផ្ទះបងប្រុសហ្នឹងទោះបីជាឡើងក្តីទោះបីជាអីក្តីតែអត់មានចនាងអត់មានប្រភពអត់មានអីទាំងអស់អញ្ចឹងវាងាយស្រួលនឹងគេចូលនេះងាយស្រួលនឹងគេធ្វើបាបហើយក៏ប៉ុន្តែក៏ធ្លាប់មានចំនាងដែរតែត្រូវបានគេដេញចេញគ្រូនឹងថាអ្នកឯងមិនបាច់ប្រាប់ខ្ញុំថាអ្នកណាធ្វើអ្នកឯងតែខ្ញុំនិយាយអ្នកឯងគិតខ្លួនឯងអ្នកដែលធ្វើប្រពន្ធអ្នកឯងហ្នឹងគឺជាអ្នកចិត្តខាងអ្នកឯងហ្នឹងឯងដោយសារតែគេដឹងពេលវេលាដឹងពេលម៉ោងដឹងដំណើរដឹងអីអ្នកឯងទាំងអស់ហើយបើអ្នកឯងចង់ដឹងយប់ឡើងដឹងតែឃើញគេចុះមកខាងក្រោមផ្ទះចំហៀងផ្ទះអ្នកឯងហ្នឹងហើយគេតន្តងហើយខ្មោចហ្នឹងឲ្យមកចូលប្រពន្ធអ្នកឯងបើសិនជាអ្នកឯងអត់មកជួបខ្ញុំទេទុកតែ 2-3 ថ្ងៃទៀតប្រពន្ធអ្នកឯងស៊ីគ្រឿងក្នុងខ្លួនឯងគាត់និយាយចឹងណាប្រពន្ធអ្នកឯងស៊ីគ្រឿងក្នុងខ្លួនឯងហើយស៊ីគ្រឿងក្នុងអ្នកឯងទៀតព្រោះវាស្រែកឃ្លានណាស់ពេលដែលអ្នកឯងជូនប្រពន្ធមកម្ដងគឺវាភ័យវាខ្លាចយើងដឹងរឿងហើយយើងតបទៅវាវិញអញ្ចឹងអ្នកឯងចង់តបទៅវិញឬក៏អ្នកឯងគ្រាន់តែចង់មករួចខ្លួនទេតែយោបល់ខ្ញុំគ្រួសារវាបើចង់រួចខ្លួនមិនមែនវាមកធ្វើបាបអ្នកឯងព្រោះអ្នកឯងអាចបានធ្វើអីវាគាត់ថាអត់ចង់មានកម្មពៀទេគ្រូអើយចង់ឲ្យតែប្រពន្ធខ្ញុំជាហើយធ្វើម៉េចលោកគ្រូជួយកុំឲ្យប្រពន្ធខ្ញុំអញ្ចឹងទៀតគាត់ថាបានតែតើតែអ្នកឯងកុំទៅនៅផ្ទះនោះវិញពេលដែលជាហើយយកប្រពន្ធទៅនៅកន្លែងផ្សេងទៅហើយចាំពេលដែលយូរបន្តិចចាំទៅនៅវិញឬក៏ផ្ទះនោះមិនបាច់នៅក៏បានដែរលក់ចោលគាត់និយាយចឹងណាខែលោកវានៅមួយអ្នកផ្សេងវាបានសុកជាងអ្នកឯងអញ្ចឹងណាគាត់ថាធ្វើម៉េចឯងគ្រូលក់មិនបើផ្ទះទំធ្វើទំអីអញ្ចឹងណាគាត់ថាបើអ្នកឯងយកផ្ទះយកទៅយកប្រពន្ធយកទៅគាត់និយាយកាត់អញ្ចឹងមកបងប្រុសគាត់ក៏ថាបើអញ្ចឹងមានតែទៅនៅផ្ទះម៉ែវិញហើយទុកផ្ទះហ្នឹងចាក់សោចោលទៅអញ្ចឹងក្រោយពេលដែលព្យាបាលហើយគាត់ក៏យកប្រពន្ធគាត់មកផ្ទះវិញទៅនៅផ្ទះម្ដាយគាត់បងប្អូនពេលដែលប្រពន្ធគាត់ទៅនៅផ្ទះម្ដាយគាត់វាឈប់ប្រើខ្មោចវាឈប់ប្រើខ្មោចឲ្យមកចូលហើយតែវាប្រើវិធីបែបធ្វើបែបផ្សេងដែលគេប្រើទូទៅដូចដាក់ឲ្យយើងហើមពោះដាក់ឲ្យយើងពិបាកក្នុងខ្លួនបងប្អូនទាំងអស់គ្នាជឿថាសម័យនេះហើយគ្មានអ្នកណាគេទៅអត់អីស៊ីរហូតទៅដល់ស៊ីលីអូខ្លួនឯងទេតែប្រពន្ធរបស់គាត់បត់ជើងធំមកដោយលីអូមនុស្សប្រុសហើយលីអូហ្នឹងបងប្អូនទាំងអស់គ្នាគាត់ថាប្រហែលមនុស្ស150គីឡូស្លៀកមកទៅព្រោះលីអូហ្នឹងចង់ប្រប៉ុណ្ណអាវហើយស្មាតទោសបងប្អូនសម័យអត់ចេញទេបត់ជើងមកគឺចេញមកបងប្អូនសាកគិតមើលហើយមានអ្នកខ្លះទៀតបត់ជើងចេញថង់បត់ជើងចេញអាចដែកបត់ជើងចេញឌីកូលឬក៏បត់ជើងចេញស្អីផ្សេងទៀតក៏មានតែចេញជាកដុលចេញជាអីក៏មានដែរអញ្ចឹងប្រពន្ធគាត់គឺបត់ជើងចេញលីអូអត់កុហកទេគាត់និយាយថាអញ្ចឹងមែនហើយប្រពន្ធក៏អត់ដែរស្រួលខ្លួនទេជាងមនុស្សចាញ់កូនទៀតវេទនាហ្មងអញ្ចឹងគាត់ក៏ទៅជួបគ្រូម្ដងទៀតលោកគ្រូនឹងថាម៉េចខ្ញុំប្រាប់ហើយថាវាមិនឲ្យអ្នកឯងបានសុខទេវាបជាខ្មោចមកចូលប្រពន្ធអ្នកឯងមិនបានព្រោះប្រពន្ធអ្នកឯងនៅផ្ទះដែរមានមេបាដូនតាកុងម៉ាអីត្រឹមត្រូវអញ្ចឹងវាធ្វើវិធីហ្នឹងវាងាយស្រួលចូលជាងអញ្ចឹងគាត់ថាចាត់ចែងលើលោកគ្រូទៅចោះសំខាន់ឲ្យវារៀងកុំឲ្យវាមកទៀតគ្រូនឹងថាគាត់ម្នាក់ឯងជួយអត់បានទេតើតែមានគ្នាគាត់អញ្ចឹងតើតែអ្នកឯងហ៊ានចំណាយនិងហ៊ានលះបង់បន្តិចទៅបើមិនអញ្ចឹងទេប្រពន្ធអ្នកឯងអាចបានសុខទេព្រោះមនុស្សនេះធ្លាប់ធ្វើគេបានអញ្ចឹងវាញ៉ាំធ្លាប់ចាញ់គេបានធ្លាប់ធ្វើបាបគេបានអញ្ចឹងគាត់ថាអស់ប្រមាណអស់ទៅ
chẳng sắp tại cừu đừng lấy bong bóng chưa tha tạm mà khai thì mà khai ấy tia nó ngọt bay nè mà khai ngọt bay nè chập tăng bị pê nông hơi cứ bà bồn gọt thò mà đà rồi ngay đang có quật nơi tia đại quật vừa nữa ngay tia đại quật nơi gọt bàn sọc nó cứ rồi ngay quật nơi một đò lâu vi chiêng đọc cho nằm rồi đại quật nơi tia nó cứ ở đây thì tai nè đại cọ khăng nó bay nè nó cứ ngọt bạt này rồi ngay nó cứ nơi ta côn đi miền dây để thời chia mà đái côn sấy hay nên côn bà sa pro bay nè nó ngọt bạt này hơi vậy để quật thọp đắng miền nè phum mà nè để thời chia mật phẹ bó cừu sa nắng á có thọp slap đời sam pơ này tái bà hai chia cừu sa nắng nè đãi bộ cừu nắng dây tha mình đang thọp vừa bạp cái bàn sập rạch chẳng sạc cất mâu cứ cọ mẹ tén cứ ọt ao cái bàn sọc thì chẳng lương đấy cứ ba trăm nè mến cái đạo vĩnh cứ ngột cho hai con dây tha bà dương cất thời đó riêng đại bà pôn quạt tha bờ sân chỉ do tôi thọt con nó cứ rồn thốt mẹ tén sạc cam mà phiếp tất tập phiếp rút phiếp bà pôn quạt pê nông cứ quạt cùi khai mẹ tén hai bà pôn quạt xua bà pôn quạt tới tha ọt đăng luôn thì ọt đăng luôn thà cao ấy ọt đăng luôn thà mạnh cứ ọt thì xong bay đã bê lang đừng cùi lơ thân âm tia cùi này lơ bà can đay prong đừng lô có ọt đăng luôn đây chẳng bong bóng sầm mai cận mới cứ giả hái cái này chẳng màn tomato nè class thưa bạp rồi có do chỉ vật từ lột tắc lột ấy nên cứ ọt đăng luôn nè class slap tới hơi tông máu xua tới ọt đăng thầm luôn ai tới lột thì ọt đăng thật luôn anh thưa bạp luôn ai rồi có sầm lạp luôn anh thì đôi xa ta chẳng tông chẳng châu chẳng tới âu tiên khạp dương tới cứ cừu thằng mẹ tèn bong phong đừng ở kia khla slap tay tiền đăng đặt luôn ai slap không chẳng đi vì chỉ riêng đại cao lớn hơi nhầm sự cầm đã bong phong man slap hơi miền ca prong bạch chát nâng tục chỉ ca cất bị cha rana từng ở kia sầm rạp riêng ra để tẹt tông nâng bài này chẳng man nè khla tha ở tập bạ chất chẳng slap đăng ở cất đó spin thôi cho ba môn kỳ mẹ mình nước chẳng tới lột để nâng tới xa ta là bậy thì tại dương bây giờ kết từ si chấm rồi tới mền chô đi tay đừng chân khác có dừng sman trời đây chẳng mình nơi dừng vì miền tộc miền lồng bạ miền rừng rau miền ấy thời đó sai riêng luôn miền panh hà riêng luôn thấy thơ mất thời tại bạc can shop luôn anh tha thời tại xà lạnh luôn anh sân thời tại cà pia luôn anh môn cà pia nè đợt thời hái đại khát công kết clay dừng thời tại đó sai mình tranh sọc chất đặt luôn ở đó bạt công ta lần luôn hái trong khăn từ đèn khăn á ở bây giờ đi nơi đó sai bành hà vinh phù rương rai để dương nè sáng dương nè thưa dương nè cài con dương nè đó sai công kết thay dương từ hỏi chọc rương lấy kết đây nè cao kia nó cứ về kê về tận này đôi nè chập bẹ lôi kê chân bơ slap tới nè đàm ao lùi dương xây nè để chui dương nè trên nè rong một bãi dương slap tới cứ slap tiền cầm xa từ tiền ọt bây giờ rùa nơi đọc mà phơi xăm đập năm hỏi tới nà cái comment pa nhà hát đây bình dây bị rương trô mũi có trớ tại bình dây bị rương mũi tiền đại tha pa nhà mà nông miền riêng luôn nè khla tới có hot nuôi khăng tại jol tha hot nuôi khăng tại xôm kết tha miền chỉ vật miền phơi pe lấy miền phơi chất rương ấy để dương vay phơi đào được luôn anh bạn sớm muốn chỉ tập tu lấy cái miền phơi cừu cả hôm cái miền phơi lum cái miền là hốt đọt nọ chuyện cái miền đó phơi highway cái miền đó spin là ca cho dương còn đã đo sai rương dương tầm mũi này hay là cũng cái đo sai từng rương bờ tây chiết cái đo sai từng ấy thế nẹn giấy về mình bà đôi nẹt chua ấy tại còn là thay dương thời tại thơ mách bà can chua thay dương trời tại rúa dương thời tại to sú dương thời tại to đầm ná dương ọt bằng trào ai nẹt cao cái bà đôi sai dương thì nâng chia juan chia vậy mỗi để dương thời tới bà to tiết rương ấy cái đó về tay tầm miền lọ về miền là cọ về miền chua về miền bay về miền khọ chật về miền sập bài về miền rùm phơ ấy chẳng á chẳng mìnhประกาศทำมาชีวิตนี้ยังมันทลอบรวมเพิ่มมาดองเตะให้ก็มันประกาศทำมาชีวิตนี้ยังมันทลอบโคตรจัดเลยมันเลยยังคือใจตำเมียนนะจังสำหรับนี่คือชีวิตใส่เรื่องตีมวยหรือไอใส่เรื่องตีปีใส่เรื่องตีปีนี่คือการล้างในพนมเปญกาปีชนามปีปอนดับไปเรื่องนี้คือการล้างในชีกรง
ដែលបងប្រុសម្នាក់ក៏បានចែករំលែកមកកាន់ខ្ញុំដែលគាត់និយាយថាគាត់គឺជាកម្មករសំណង់ប្រពន្ធគាត់គឺជាកម្មការិនីរោងចក្រហើយពួកគាត់ទាំងពីរនាក់នេះជួលផ្ទះនៅជួលបន្ទប់ជួលនៅព្យាយាមរកបន្ទប់ជួលណាដែលមានតម្លៃសមរម្យដោយសារតែចំណូលយើងវាមិនសូវល្អណាអញ្ចឹងគាត់ក៏បានទៅជួលបន្ទប់ជួលមួយដែលនៅក្បែររោងចក្ររបស់គាត់តែជាប្រភេទរៀងដាច់ជំនាន់នោះគាត់ថាម្ដុំដែលគាត់ជួលហ្នឹងអត់សូវមានបន្ទប់ជួលទេបើមានជួលក៏ចាស់ដែរគេធ្វើតាំងពីឆ្នាំ2010 2008អីណោះហើយឲ្យតែពេលទឹកលិចម្ដងក្នុងបន្ទប់ហ្នឹងគឺត្រឹមជង្គង់អញ្ចឹងនៅចិត្តហ្នឹងគឺសិតតែជាបឹងសិតតែជាតាពាំងសិតតែជាដីគេទុកចោលសិតតែជាអីចឹងទៅកន្លះខ្លះក៏គេធ្វើលបងខ្លះក៏គេទុកចោលហើយបើខ្លះទៀតហ្នឹងគឺដើរឆក់ត្រីដើរស្ទូចត្រីហ្នឹងតាមចិត្តបន្ទប់ជួលគាត់នឹងឯងអញ្ចឹងណាអញ្ចឹងគាត់ថាគាត់ជួលបន្ទប់ជួលហ្នឹងគាត់ក៏មិនជួលតែគាត់ទេមានគេមានឯងដែលនៅពេញដែរហើយបន្ទប់គាត់ហ្នឹងនៅកណ្ដាលគេទៀតសុំទោសនិយាយវិលមុខអូខេមិញដល់ណាចេះអូខេទ្រាំតិចទៀតផុតហេផុតអីទ្រាំតិចទៀតចប់ហើយអញ្ចឹងគាត់ថាបន្ទប់របស់គាត់គឺនៅកណ្ដាលគេអញ្ចឹងគាត់អត់មានអារម្មណ៍ថាខ្លាចឬក៏អីទេហើយក៏គាត់នៅតំបន់ចិត្តហ្នឹងក៏យូរឆ្នាំដែរអញ្ចឹងនៅពេលដែលគាត់មកនៅមួយសប្តាហ៍ពីរសប្តាហ៍ដំបូងគាត់គិតថាវាប្រហែលជាម្ដុំនឹងគេអញ្ចឹងណាតែក៏អត់ដឹងថាមានតែគាត់ទេដែលឃើញរឿងហ្នឹងគាត់និយាយថាចេះឲ្យតែជប់ឡើងពួកគាត់ជាទូទៅសម្រាប់ម៉ោង8ម៉ោង9នេះគឺពួកគាត់សម្រាប់ឲ្យបើសិនអត់ថែមម៉ោងបន្ថែមម៉ោង10អីចឹងទៅតែឲ្យតែម៉ោងខ្ទង់បាន10ពី10តែងតែឮសំឡេងមនុស្សច្រៀងនេះគឺច្រៀងឡើងកលួចច្រៀងគោកច្រៀងអត់មានដាក់បាសច្រៀងអត់មានអីចឹងណាហើយឲ្យទៅជប់ឡើងមិនដឹងថាមាត់ត្រីឬក៏អីលុផ្លុកហើយជួនកាលឮសលេងដើរច្រៀងអញ្ចឹងទៅស្រាប់តែថ្ងៃមួយហ្នឹងគាត់និយាយថាអញ្ចេះម្ដាយមិញរបស់គាត់ហ្នឹងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យកាឡាម៉ៃតហើយគាត់ទៅសួរម្ដាយមិញរបស់គាត់ជាមួយនឹងប្រពន្ធរបស់គាត់ក្រោយពីចេញពីធ្វើការម៉ោង7 8ហ្នឹងគឺជីកទៅដល់នោះនៅអង្គុយនិយាយលេងគ្នាអីហើយម៉ោង10ចេញមកវិញក៏រកអីហូបបន្តិចទៅជាមួយនឹងប្រពន្ធហូបហើយដល់ម៉ោងខ្ទង់ម៉ោង10ហ្នឹងឯងម៉ោង10ជាង2 10ក៏ជិះម៉ូតូមកវិញតម្រាំដល់បន្ទប់ជួលរបស់គាត់ហ្នឹងគឺប្រហែលជាខ្ទង់ចិត្ត1 ម៉ោងតែពេលដែលគាត់ជិះតាមផ្លូវមកបន្ទប់ជួលរបស់គាត់ហ្នឹងជាប្រភេទផ្លូវទូចទេផ្លូវដីទេស្រាប់តែគាត់ឃើញមនុស្សប្រុសម្នាក់ប្រហែលជាអាយុខ្ទង់20ជាងស្លៀកពាក់សំរុំសំសួនដែរខោខ្មៅអាវសាច់កណាត់អីចឹងទៅឈរនៅក្បែរលបងចិត្តបត់ទៅមុខបន្ទប់ជួលគាត់ហ្នឹងពេលដែលគាត់ឃើញគឺគាត់ឃើញធម្មតាតែអ្នកដែលឃើញមិនធម្មតានោះគឺប្រពន្ធរបស់គាត់ហើយប្រពន្ធរបស់គាត់អត់មាននិយាយអីទាំងអស់ជិះមកដល់មុខបន្ទប់គាត់ទុកម៉ូតូហើយគាត់ទៅចាក់សោភ្លាមប្រពន្ធគាត់រត់ចូលបន្ទប់ភ្លាមគាត់បាញ់ទឹកលាងម៉ូតូតិចសិនប្រពន្ធគាត់ថាមកមិនបាច់លាងទេគាត់ថាសិតប្រឡាក់ទឹកអញ្ចឹងលាងតិចទៅមិនលាងដោះទេគ្រាន់តែបាញ់ទឹកឲ្យវាជ្រុះភក់ជ្រុះអីចឹងណាស្រួលរុញចូលក្នុងបន្ទប់គាត់នៅជំនះលាងស្រាប់តែកំឡុងពេលលាងម្នាក់ប្រុសដែលឈរនៅមុខផ្លូវហ្នឹង
đào mót đó châu mơ quạt liền hỏi quạt đại score tê quạt khơi quạt nhầm đại chẳng tờ mà nè phóng nó châu mơ quạt hát và pôn quạt có tranh mà hết châu từ vinh bạc mà sự tốt quạt còn rồi mà tàu châu đây tất bật thuê bật ấy liền khluồn sạp hỏi và pôn quạt dây thà ai miền khơi bẹ mùi châu này chật là bò ngọt có thắc khơi ta hay một nắng anh khơi việt đào mà châu mơ ai liền mà tàu ạ khơi ta ai khơi chậm mạch khơi thò mà đã một mọt thò mà đã được cồn trai chân này chẳng ai khơi thò mà đã cho mấy nhóm khơi không bị ai có thắc khơi chậm mạch khơi bẹ nắng mơ tới slate hơi phần này đang ọt miên bò khmai tới miên tập bò so hơi ọt khơi bà ọc trường thì đậpไปtrước bao pro có thà có ban chập ở rام mơ đại ọt chập ở rام mơ chương hơi có chập ở rام mơ phần này tại còn là cái lấy tới khơi một cái nhắm mấy nghĩa mà vinh thì chẳng bao pro có thằng ấy pro phần này tại đăng và pôn có thấy được ọt pro tê tái nhóm mè rام tập prư sập cốtกับป้องแต่งใจนั่งก็บองปอนสลับแต่ลือสำเร็จสำหรับเชิงโดยมีมันนึกชาวนมกประทบกอดจำสดับจ้ะบองปลอแต่ไปแต่ลือจังกอดเงียบมือจังกอดเงียบมือจังกอดสตูแต่บางทวีให้บองใส่ตาก็มากแต่กอดสตูแต่บางทวีอันมีเคยไอ้เด็กกอดกับบัดทวีเด็กมาฟินเด็กอดลุซะเด็กดอมองไปให้จีมองมุ้ยสลับแต่ลือสำเร็จมันนึกเพราะเชียงเบียดหลังก็ลูเชียงให้ลือสำเร็จได้ลือสำเร็จได้ลือสำเร็จโดยหมดไตรจังพลอกดอใส่หลังกดมาไปเธอกาเป็นไปทั้งกดสู้เนี่ยแต่ในจัดประตูถ้ายุบได้ลือสำเร็จเกจเรียงอาดถ้าอาดตีหายได้ลือสำเร็จมันได้ด่าอาดตีจังมาไปกดในยุบเฉยเป๊กหรือก็จังไงดอไงนั่งกดได้เดียดกดได้ที่กดลือเดียดก็ลือเตี้ยกดกระถางtranh màu mớนะcái chuyện rồi nè rồi trái rồiก็จะไม่chuyện hết đào hết chuyện chẳng có cả bài viết tranh màu cối nơi lơ kẻ khang mốc bật tục bật quạt cối trụ bày chẳng là bật pôn quạt bong sấy đầy bạc này sắp tại cầm long pe để quạt cối trụ bày nữa quạt khơi đôi rụt riêng mà nó đào bị chầm ngày bao chẳng ăn miên phơi cái là ngất chăng đào tầm răng mà tam phơi khang mốc quạt nữa nè tại mơ du tới đào được ọt mọt đỏ quạt sao không pi cho ngay mớ đào được ọt mọt đỏ sao cốt có cái trời bị na cái đào mọt đôi à bẹ mùi ngày môn đài bập pôn còn giấy thà ọt khơi bạ ọc trường khơi này so school với trắng nè cốt có chăm mớ đào sao cốt có nghĩa thơ nghĩa tranh đấy dạng nghĩa mà với nhà bẹ nó đào mà chật đỏ bây để quạt mơ tới quạt khơi bạ ọc trường khơi này cái thò mà đào nàng ta bẹ nó còn nghĩa khơi quạt chắc nghĩa từ mình đào từ phật quạt này đào phật quạt có cái thằng chỗ đấy tái chung ngao thả bẹ nó mấy bẹ cả ai từ tài bẹ cả ai từ tài đừng sao mình ngày chứ chẳng có cái thằng chỗ đấy có ngợm coi cho bột đại bột trứng có cả lấy mơ từ plum 7 và hai chiếc tông pram đập mai bị bật chua còn sắp tại cái lấy tới khơi nhà bẹ nó cho cái đá nó cho được cái rộp tung chiết nè hai cái co viết lăng trẻ chờ chẳng hơi đầy ọc đầy nừng pông trẻ hơi cho tao lại cái con trẻ đập bê cọt khơi nhắc cọt cho mơ cọt ai cả ba cọt cho mơ chẳng đập bê mơ du tới việc hai thông tư đai mơ tới du tới việc rịch tới đôi mà nó cái smart tốt cái đã trầm không chắc đập bê khơi chẳng quát cái châu bật tục sắp đập bê để quát châu bật tục á bông mà cua thuê bật tục bạc quát cua thuê lằng phê nhẹ bật bồn bạc quát tai quát bạc thật có món một cua thuê lằng phê nhẹ tai ở miền lưng vậy ấy cua bà hay just tung cái lạc màu buồn pram tí cua đo lư sầm lấy nhẹ chết kháng quát bạc thuê tránh mặt bạc sai lớn bật lớn nhẹ cọt xua nè chết khang thà dụng bên miền lư giờ lên cua thuê ấy ót bà chăm nè để nơi nâng chú khang sàm đầy bị tụt vào quát thà lư
អ្នកជាប់គាត់សួរថាពីណាមកលេងមែនបានគេគួរទ្វាថាអត់ទេយំមិញហ្នឹងខ្ញុំឃើញនោះបងផ្លូវ8ជា3នោះឃើញមនុស្សប្រុសម្នាក់ឈរនៅហ្នឹងហើយឈររិចទៅដល់ពេលខ្ញុំឃើញខ្ញុំក៏រត់ចូលបន្ទប់បាត់ទ្វារទៅស្រាប់ទៅហើយមកគោះហើយមួយថ្ងៃមុននេះប្រពន្ធខ្ញុំឃើញតែមនុស្សឈរនៅលបងនោះវាដើរមកហើយខ្ញុំមើលឃើញធម្មតាតែប្រពន្ធខ្ញុំថាដើរមកហ្នឹងអត់ជើងទេអត់ប្រអប់ជើងទេគាត់ក៏សើចហើយគាត់និយាយថាអូឃើញអញ្ចឹងស្មានតែអត់តន់ឃើញគាត់ក៏សួរថាឃើញអីគេបងគាត់ក៏ឆ្អល់ថានេះដីហ្នឹងមកឡងពីបន្ទប់ជួគាត់អញ្ចឹងទៅផ្លូវដីហ្នឹងមានទឹកហើយលបងហ្នឹងធម្មចកេះហើយមានព្រៃឡងកទ្រុបដើមមកខប់ដើមអីចឹងទៅហើយក្រោមនោះមានកញ្ឆែតគាត់និយាយថាដើមមកខប់នឹងពីមុនមិនមែនអាហ្នឹងទេអាមុនហ្នឹងគេកាប់ចោលបាត់ហើយគេបន្លំតែអានេះកូនមកខប់ហ្នឹងវាដុះទៀតទេនៅក្នុងដីហ្នឹងម្ចាស់ដីហ្នឹងចងកនៅក្នុងដីងាប់2ថ្ងៃបានដល់តក្លិនភាយតតែកូនក្មេងវារត់លេងបាល់ទៅឃើញបានគ្រួសារគេទៅយកប៉ូលីសគេធ្វើការពួកគេអត់ដឹងហើយយើងក៏មើលមិនឃើញដែរចាប់តាំងពីមកពីនងមកលងចុយម្រាយលងតតែកាប់ដើមមកខុបនឹងចោលស្រឡះតែឥឡូវចាប់ដើមដុសស៊ុបបត្រុកមកទៀតអញ្ចឹងប្រហែលលងទៀតដែរកាលពីមុនងាប់ដបងលងទាំងថ្ងៃអ្នកនៅបន្ទប់អត់ធ្វើការហ្នឹងមកគោះទ្វារជួនកាលហ្នឹងដេកហ្នឹងអើតកតាមប្អួចក៏មានដែរអញ្ចឹងបានថាមិនធម្មតាអញ្ចឹងគ្រាន់តែលឺអញ្ចឹងពីអ្នកប្តីប្រពន្ធនៅតែអីទៀតប្រត់គាត់ថាប្រត់ឈប់នៅបើឲ្យឃើញអញ្ចឹងហើយស្អែកមិនស្រួលឲ្យឃើញទៀតអញ្ចឹងអត់ឆ្ងល់ទេគឺលឺនឹងឯងសំឡេងនឹងឯងអញ្ចឹងនេះគឺជារឿងរ៉ាវរបស់បងប្រុសដែលបានជួបនៅជីក្រុងនៅពេលដែលគាត់ជួលបន្ទប់ណាហើយគាត់និយាយថាក្រោយពេលមកពីជួលបន្ទប់នឹងទៅគាត់មកជួលបន្ទប់ផ្សេងមួយទៀតហើយមកជួលបន្ទប់មួយទៀតជួបទៀតគឺជួបនៅក្នុងបន្ទប់ហ្មងគឺបន្ទប់គេចងកដូចគ្នាតែគ្រាន់តែមកបញ្យល់សពអាក្រក់អត់ឲ្យឃើញភ្នែកស្រស់ទេតែមកបញ្យល់សពអាក្រក់អញ្ចឹងទៅចឹងនេះគឺជាសាច់រឿងនិងរឿងរ៉ាវដែលបានកើតឡើងដែលប្រិមត្តអ្នកស្ដាប់របស់យើងបានចែកម្លែកមកសង្ឃឹមថាពុកម៉ែបងប្អូនបានស្ដាប់ជាការកំសាន្តស្ដាប់ទុកជាបទពិសោធន៍ទុកជាការគិតពិចារណាទៅចោះហើយអរគុណដល់បងប្អូនប្រិមត្តអ្នកស្ដាប់ទាំងអស់គ្នាដែលបានឧបត្ថម្ភលើកទឹកចិត្តដែលបានប៉ាវកាហ្វេដែលបានសួរសុខទុក្ខដែលបានផ្ដល់ជាមតិយោបល់ផ្សេងនៅក្នុង comment នេះចឹងទៅហើយថ្ងៃនេះសូមអភ័យទោសដែរខ្ញុំអត់ដឹងមិនទេឬក៏ជប់មិនអាបានទេអង្គុយទៅក៏ដូចវិលមុខអញ្ចឹងក្រោយពេលដែលថតនេះហើយខ្ញុំសម្រាប់សិនអត់ដឹងថាខ្ញុំកាត់វីដេអូតន់ផុសថ្ងៃស្អែកអត់ទេតែខ្ញុំនឹងព្យាយាមហើយបើឃើញថ្ងៃស្អែកបានន័យថាខ្ញុំអាចធ្វើបានអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាម្ដងទៀតបើសិនជាការនិយាយពាក្យពេចន៍ពាក្យសម្ដីលើលួសដល់ប្រការណាមួយដែលចេតនាក៏សូមខន្តីអភ័យទោសហើយបើសិនជាបងប្អូនប្រិយមិត្តអ្នកស្ដាប់មិនទាន់បានជួយចុច Subscribe ទេសូមជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងបើសិនជាបងប្អូនពេញចិត្តហើយចង់ស្ដាប់សាច់រឿងបន្តទៀតអរគុណម្ដងទៀតជួបគ្នានៅវីដេអូក្រោយជាមួយសាច់រឿងថ្មី